នៅពេលដែលអ្នកចាប់ហាត់ប្រាណដំបូងអ្នកគួរតែជៀសវាងការប្រើម្សៅជំនួយដោយសារអ្វីខ្លួនរបស់អ្នកមិនទាន់ទាមទារតម្រូវការលើសឬក៏តម្រូវការជំនួយពីម្សៅទាំងអស់នោះទេអញ្ចឹងនៅពេលណាដែលយើងប្រើម្សៅទាំងអស់នោះសារធាតុម្សៅជំនួយទាំងអស់នោះនឹងលើសលប់នៅក្នុងរាងកាយរបស់យើងអញ្ចឹងវានឹងលាងដោយតម្រងនោមរបស់យើងនៅពេលណាដែលតម្រងនោមរបស់យើងលាងច្រើនវានឹង stress វានឹងមានបញ្ហាវានឹងធ្វើឲ្យខូចតម្រងនោមហើយមានករណីខ្លះកើតឡើងនៅក្នុងស្រុកខ្មែរហើយអញ្ចឹងបងប្អូនដែលជាទំពាំងស្នងស័យដែលចង់ហាត់ប្រាណគួរតែប្រុងប្រយ័ត្នមួយចំណុចនេះជាទូទៅដើម្បីបានលទ្ធផលក្នុងការហាត់ប្រាណមិនថាសក់គីឡូឬក៏មានសាច់ដុំទេទី1ចំណីអាហារយើងងើបមកយើងញ៉ាំសាច់បានប្រហែលយើងញ៉ាំពងមាន់ទេពេលថ្ងៃយើងញ៉ាំអីខ្លះបាយសាច់ពងមាន់បន្លែបានបន្ទាប់មកមុនហាត់យើងអាចញ៉ាំចេកវាមានជាតិស្ករវាមានប៉ូតាស្យូមសម្រាប់ការកន្ត្រាក់របស់សាច់ដុំហើយគ្រឿងផ្អែមតិចតួចដែលធម្មជាតិបន្លែផ្លែឈើដែលផ្អែមព្រោះនៅពេលណាដែលយើងហាត់យើងត្រូវលើកត្រូវអីសាច់ដុំយើងនឹងប្រើប្រាស់ស្ករដែលយើងញ៉ាំទាំងអស់នោះហើយនៅពេលណាដែលយើងញ៉ាំជាតិសាច់បានច្រើនមានន័យថាជាតិអាម៉ាណូអាស៊ីតទាំងអស់ហ្នឹងវាបំរុងវាធ្វើឲ្យរាងកាយយើងមានកម្លាំងក្នុងការលើកប៉ុន្តែបើតាំងពីព្រឹកដល់ថ្ងៃមកយើងហូបរបស់អត់មានជាតិសាច់សោះហើយបាយយើងហូបតិចទៀតអញ្ចឹងការហាត់ប្រាណរបស់យើងនឹងខ្សោយយើងអត់សូវមានកម្លាំងទេហើយមុនហាត់យើងអត់បានញ៉ាំអីប្រេទៀតរបស់ដែលមានជាតិផ្អែមរបស់ដែលមានជាតិអ៊ីយ៉ុងយើងបានញ៉ាំអញ្ចឹងវាឲ្យយើងខ្សោយហើយការហាត់ប្រាណការតមដំបូងហ្នឹងគឺអត់មានតមអីច្រើនទេគឺយើងតមតែរបស់ដែលមានជាតិស្ករសបនិមិត្តច្រើនកូកាកូជុលផ្អែមដែលផ្អែមមុតព្រោះតែឥឡូវដោយសារអីរកស្ករដែលគេប្រើប្រាស់វាមិនមែនជាស្ករធម្មជាតិទៀតទេអត់មានស្ករធម្មជាតិឬសរីរាង្គប្រើប្រាស់នៅក្នុងបង្អែមដែលយើងញ៉ាំទេអញ្ចឹងនៅពេលដែលយើងញ៉ាំបង្អែមហ្នឹងវាធ្វើឲ្យយើងឡើងគីឡូលឿនអញ្ចឹងជៀសបានជៀសញ៉ាំបន្លែផ្លែឈើធម្មជាតិចេកដំឡូងអីចឹងទៅហ្នឹងសិតតែរបស់ល្អចេកហើយនឹងដំឡូងធ្វើឲ្យយើងនឹងពោះបានយូរដោយសារសាច់វាល្មុតវាជាប្រភេទស្ករ conflict មានន័យថាបំបែកយឺតធ្វើឲ្យយើងឆ្អែតបានយូរយើងញ៉ាំបាយធម្មតាយើងតមស្រាព្រោះស្រាវាមានprocess របស់វាមួយទៀតវាធ្វើឲ្យយើងស្រវឹងធ្វើឲ្យថ្លើមយើងខ្សោយហើយមាន process មួយទៀតធ្វើឲ្យយើងដោះខ្លាញ់ក្បាលពោះហ្មងវាទៅស្តនៅកោសិកាខ្លាញ់នៅក្បាលពោះយើងហ្មងអញ្ចឹងស្រាតបានតមទៅតែយើងញ៉ាំបានញ៉ាំតិចបានហើយកុំឲ្យយើងខ្លាំងតែខ្លាំងគឺខ្សោយហើយណាមួយហាត់ប្រាណដំបូងយើងមិនអាចអត់ញ៉ាំអីសោះទៅហាត់ប្រាណហើយយើងប្រើ supplement សុទ្ធទេនៅពេលណាដែលយើងមានភាពស្មុគស្មាញខួរក្បាលយើងវាត្រូវការស្ករត្រូវការចំណីអាហារគ្រប់គ្រាន់បើយើងញ៉ាំអត់គ្រប់គ្រាន់ចំណីអាហារគ្រប់គ្រងអាថាមពលខួរក្បាលហ្នឹងទេវានឹងធ្វើឲ្យខួរក្បាលយើងរវើរវាយ stress depress ការងារផងច្រើនហើយមកតមទៀតអាខួរក្បាលហ្នឹងវាអត់ចំណីគ្រប់គ្រាន់វាទៅជាមានបញ្ហាតក់ប្រមល់បញ្ហាខួរក្បាលបញ្ហាអីទៀតអញ្ចឹងការហាត់ប្រាណដំបូងអត់មានត្រូវតមួយខ្លាំងទេហាត់ផងញ៉ាំត្រឹមត្រូវផងញ៉ាំត្រឹមត្រូវហ្នឹងមានអីបាយធម្មតាដលងបារាំងដលងស្ងោសាច់គោសាច់មាន់អីហ្នឹងមិនបាច់ទៅតមខ្លាំងពេកទេឲ្យតែយើងហាត់កុំតាគ្រឿងផ្អែមកូកាកូជុលហ្នឹងទៅអាហ្នឹងបានហើយស្រាអញ្ចឹងនៅពេលណាដែលយើងធ្វើរបបអាហារត្រឹមត្រូវប៉ុណ្ណឹងហើយយើងបូកនឹងការហាត់ប្រាណរបស់យើងទៀតខ្លួនយើងនឹងបន្សាំនៅក្នុងការដុតខ្លាញ់អញ្ចឹងនៅពេលថ្ងៃក្រោយទៅយើងមានសាច់ដុំកាន់តែច្រើនកម្លាំងយើងកាន់តែខ្លាំងអញ្ចឹងអារបស់ខ្លាញ់ហ្មងយើងអត់ចាំបាច់តមទេដោយសារខ្លួនយើងវារួចរាល់ក្នុងការរំលាយនឹងការប្រើប្រាស់ខ្លាញ់ហើយមានន័យថាការប្រើប្រាស់ខ្លាញ់នៅក្នុងខ្លួនយើងវាកាន់តែល្អប្រសើរជាងមុនអញ្ចឹងខ្លាញ់ម្លែងចោលជាបញ្ហាសម្រាប់យើងហើយในការហាត់ប្រាណវាត្រូវការ take time ថាវាត្រូវការពេលវេលាដោយសារយើងហាត់យើងទាញយូរទៅវាត្រូវការអាហ្នឹង repeat
នៅពេលណាដែល repeat ខ្លួនយើងខ្លួនមនុស្សយើងវានឹងបង្កើតគេហៅ protein មួយដែល special ធ្វើឲ្យសាច់ដុំហ្នឹងគេហៅ contractile protein មានថាវានឹងសង្យោគហើយនឹងវានឹងញយស្រានឲ្យសាច់ដុំហ្នឹងធំអញ្ចឹងយើងហាត់យូរទៅវាឃើញ shape ឃើញសាច់ដុំហ្នឹងឯងហើយវាត្រូវ take time វាមិនមែនចូលទៅមួយ plate យើងបានទេវា take time ព្រោះខ្លួនយើងត្រូវការសញ្យោគសាច់ដុំហ្នឹងដែរដូចតែយើងលេងដើមដៃយើងទាញដើមដៃយូរដើមដៃនឹងយើងចេញរូបរាងហើយធំយើងមកដោយសារខ្លួនយើងនឹងវាបញ្ចេញ protein វានឹងសញ្យោគ protein គេហៅ contractile protein អញ្ចឹងធ្វើឲ្យអាសាច់ដុំទាញសម្រាប់ដើមដៃនឹងវាធំជាងមុនវាខ្លាំងជាងមុនអញ្ចឹងការទាញការលើកអីយើងត្រូវ step by step slowly take time ទោះទាញស្រាទាញធ្ងន់ក៏ដោយខ្លួនយើងនឹងភ្ញោទៅខួរក្បាលយើងប្រាប់ថាខ្លួនយើងកំពុងតែធ្វើការទាញអានេះយូរទៅវានឹងបញ្ចេញវានឹងញោចឲ្យខ្លួនយើងសញ្យោគ protein ឲ្យសាច់ដុំហ្នឹងវាធំវាមាំប៉ុន្តែនៅពេលណាដែលយើងហាត់ទៅធ្ងន់ខ្លាំងពេកប្រឹងខ្លាំងពេកប្រយ័ត្នខូចសាច់ដុំឬក៏ជាប់ចង្កេះយើងលើកធ្ងន់ហើយអាហ្នឹងគឺវេទនាមួយជីវិតអញ្ចឹងបានគីឡូយើងត្រូវប្រយ័ត្នអត់លើកធ្ងន់ទេយើងមកថ្មីអត់លើកធ្ងន់ទេលើក warm up លើកស្រាលមួយខែ2ខែសិនហើយគីឡូគេឡើងតិចមកខ្លួនយើងមកល្មមគេអត់ឲ្យបខំទេបខំតែហ៊ានតែមានបញ្ហាអីស្លាកហ្នឹងចង់ខ្នងហ្នឹងគឺវេទនាណាមួយជីវិតការហាត់ប្រាណត្រូវការរត់ត្រូវការដើរដោយសារអីឆ្អឹងអាងតាគៀកយើងមួយគឺជាឆ្អឹងដ៏ធំនៅពេលណាដែលយើង activate យើងប្រើប្រាស់ឆ្អឹងហ្នឹងដើររត់ឬក៏នឹងឆ្អឹងកផ្លូវហ្នឹងគឺវាឆ្អឹងយើងនឹងសញ្យោគឲ្យយើងបញ្ចេញពួក testosterone ឬក៏ growth hormone ហ្នឹងកាន់តែច្រើនអញ្ចឹងធ្វើឲ្យយើងហ្នឹងមានកាន់តែធំសាច់ដុំយើងកាន់តែស្អាតកាន់តែមាំអញ្ចឹងបានការហាត់ការអីគេត្រូវការញោចទៅលើរាងកាយទាំងអស់គឺសាច់ដុំឆ្អឹងអាងតាគៀកហ្នឹងឯងហើយនឹងឆ្អឹងផ្លូវ femoral របស់យើងហ្នឹងអញ្ចឹងយើងត្រូវការលាយចូលគ្នាទាំងអស់ហើយយើងត្រូវដឹងថាធម្មជាតិនៃខ្លួនមនុស្សវាមិនអាចសាច់សុទ្ធអត់ខ្លាញ់អត់ទឹកបានទេយើងត្រូវ respect វាត្រូវមានខ្លាញ់មានទឹកមានសាច់លាយចូលគ្នាដោយសារខ្លួនយើងត្រូវការខ្លាញ់មិនមែនអត់ត្រូវការខ្លាញ់សោះដើម្បីអីទេដើម្បីសង្យោគទៅជាអរម៉ូនជាភាសាមនុស្សស្រីគាត់ត្រូវការអរម៉ូនច្រើនណាស់នៅក្នុងខ្លួនគាត់មិនអាចអត់ខ្លាញ់សោះបានទេអញ្ចឹងមនុស្សស្រីហាត់ fit make គាត់មានខ្លាញ់តិចតួចគឺជារឿងធម្មជាតិរបស់គាត់បើគាត់អត់សោះគាត់នឹងមានបញ្ហាទៅដល់សុខភាពរាងកាយរបស់គាត់មនុស្សផលដូចគ្នាយើងត្រូវការខ្លាញ់ខ្លះដើម្បីសញ្យោគទៅជាអរម៉ូនផ្សេងសម្រាប់ទ្រទ្រង់រាងកាយរបស់យើងជាពិសេសគឺគេហៅអរម៉ូនភេទរបស់យើងអញ្ចឹងខ្លាញ់មិនមែនអត់សោះទេបើអត់សោះគឺអាចទៅជាបញ្ហាវិញអរគុណចូលប្រុងប្រយ័ត្នមួយចំណុចសំខាន់មួយដែលខ្ញុំស្ទើរតែនឹងភ្លេចចែកបន្តិចនៅក្នុងការហាត់ប្រាណគឺសំខាន់ខ្លាំងមែនតើហ្នឹងគឺបន្ទាប់ពីហាត់ប្រាណហើយយើងត្រូវសម្រាកឲ្យគ្រប់គ្រាន់សម្រាកសាច់ដុំហ្នឹង48ម៉ោងជាទូទៅដើម្បីវាជួសជុលឡើងវិញហើយនៅពេលកំឡុងពេលសម្រាកហ្នឹងយើងត្រូវញ៉ាំសារធាតុចិញ្ចឹមឲ្យគ្រប់គ្រាន់ជាពិសេសជាតិសាច់ហ្នឹងឲ្យបានគ្រប់គ្រាន់អញ្ចឹងជាទូទៅអាចំណុចហ្នឹងគឺអ្នកហាត់ប្រាណគឺគាត់តែរំលងគឺការសម្រាកឲ្យគ្រប់គ្រាន់ហើយការសម្រាកគឺសំខាន់មែនតើសម្រាប់ខ្លួនយើងពេលហ្នឹងឯងដែលវាជួសជុលដែលវាបញ្ចេញអរម៉ូនល្អជាច្រើនដើម្បីជួសជុលសាច់ដុំហ្នឹងដើម្បីសុខភាពយើងល្អដើម្បីបញ្ចេញក្រហមម៉ូនអញ្ចឹងការសម្រាកគឺសំខាន់បំផុតសម្រាប់ការហាត់ប្រាណ